បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានបាទពេលនេះខ្ញុំបានមកដល់ទីនេះក៏ជួបនៅរុក្ខជាតិមួយមុខដែលរុក្ខជាតិនេះបាទសម្រាប់ព្យាបាលបាទជំងឺកើតរើមបាទហើយរុក្ខជាតិមួយប្រភេទនេះបាទឈ្មោះថាដើមក្រពុលបាយដែលអ្នកស្រុកហៅថាដើមកំពូលបាយតែឈ្មោះនៅក្នុងសៀវភៅរុក្ខឱសថបាទឈ្មោះថាក្រពុលបាយបាទនេះជាលក្ខណៈនៃស្លឹកដើមក្រពុលបាយបាទទៅចេញផ្កាពុកម៉ែបងប្អូនណាបាទនេះជាស្លឹកនៃដើមក្រពុលបាយបាទហើយថ្នាំព្យាបាលជំងឺកើតរើមបាទពុកម៉ែបងប្អូនកោសបាទកោសយកសម្បកក្រពុលបាយនេះបាទយើងយកកំបិតកោសបាទកោសឲ្យម៉ត់មកបើមិនសូវម៉ត់ទេយើងអាចបុកបន្ថែមណាបាទទី1សម្បកក្រពុលបាយចំណែកទី2ជ័រដើមរុងបាទហើយដើមរុងខ្ញុំបាទមិនបានបង្ហាញជូនពុកម៉ែបងប្អូននៅពេលនេះទេបាទបើពុកម៉ែបងប្អូនណាស្គាល់ក៏ចំណាំទុកចុះតែបើពុកម៉ែបងប្អូនណាត្រូវប្រើជាចាំបាច់អញ្ជើញពុកម៉ែបងប្អូនចូលមើលវីដេអូចាស់របស់ខ្ញុំបាទវីដេអូចាស់របស់ខ្ញុំប្រហែលជា3ខែមុនបាទខ្ញុំបានធ្លាប់ផុសម្ដងរួចមកហើយអំពីលក្ខណៈនៃដើមរុងបាទប៉ុន្តែពេលនេះបាទខ្ញុំមកជម្រាបជូនតែមួយមុខទេគឺដើមក្រពុលបាយបាទអញ្ចឹងថ្នាំបាទសម្រាប់បិទអ្នកកើតរើមមានសម្បកក្រពុលបាយហើយនឹងជ័រដើមរុងបាទដើមរុងពិបាកក្នុងការរកជ័រពុកម៉ែបងប្អូនអាចកោសបាទអាចចិតយកសម្បកមកបុកបញ្ចូលគ្នាហើយបិទទៅលើជំងឺរើមក៏ថាបានក៏អាចជាបានដែរបាទហើយវិធីទីអាហ្នឹងវិធីទី1បាទវិធីទី2បាទនៅវីដេអូក្រោយខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនអំពីការព្យាបាលរើមដោយចាអក្សរបាទចាយ័ន្តនៅនឹងស្លឹកចេកបាទហើយវិធីនេះបាទវិធីដែលចាយ័ន្តនៅស្លឹកចេកនេះខ្ញុំធ្លាប់បានធ្វើបាទជាញឹកញាប់មកហើយលទ្ធផលក៏ទទួលបានផលល្អប្រសើរផងដែរបាទចាយ័ន្តនៅស្លឹកចេកនេះបាទបើបងប្អូនអ្នកជំងឺគាត់នៅឆ្ងាយបាទនៅឆ្ងាយដែលថាពិបាកក្នុងការធ្វើដំណើរទៅមកជាមួយយើងមកជួបយើងអញ្ចឹងយើងអាចធ្វើយ័ន្តចានៅស្លឹកចេកបាទយើងចាឈ្មោះគ្រាន់តែប្រាប់ឈ្មោះបាទប្រាប់ឈ្មោះប្រាប់ភេទបាទជាការស្រេចបាទយើងអាចចាយ័ន្តនេះទៅឲ្យមនុស្សដែលឈឺទោះទៅដល់ទីណាក៏បានដែរណាពុកម៉ែបងប្អូនមកស្រុកចិនស្រុកថៃស្រុកឥណ្ឌាឥណ្ឌូនេស៊ីអីក៏អាចចាបានដែរឲ្យតែប្រាប់ឈ្មោះប្រាប់អាយុនិងប្រាប់ភេទបាទប្រាប់ភេទនិងប្រាប់អាយុណាពុកម៉ែបងប្អូនបាទយើងអាចចាបានហើយបើបានអញ្ជើញមកផ្ទាល់រឹតតែពិសេសដោយបានមកយើងអាចប្រើនៅគាថាបាទគាថាគេហៅថាបាលីស្ដោះរើមបាទយើងអាចយើងប្រើបាលីស្ដោះរើមផងបាទយើងប្រើថ្នាំបិទផងហើយនឹងយើងប្រើជាប្រភេទថ្នាំទឹកបាទថ្នាំទឹកដាំទឹកឲ្យគាត់ផឹកផងអញ្ចឹងយើងអាចជាបាលបានពី3មុខអញ្ចឹងអាការៈនៃការកើតរើមនេះបាទអាចនឹងឆាប់ជាបាទឆាប់ជារហ័សបាទហើយយើងតอมចំណីផងដែរណាពុកម៉ែបងប្អូនបាទយើងតอมសាច់មាន់និងសាច់គោបាទសាច់មាន់សាច់គោមិនឲ្យទទួលទានទេក្នុងរយៈពេលកំពុងព្យាបាលបាទនឹងបើតាមលោកគ្រូគាត់ប្រាប់ថាមិនបាច់ចាំតอมអីទេបាទប៉ុន្តែខ្ញុំមិនអស់ចិត្តបាទសុំប្រឆាំងលោកគ្រូបាទអញ្ចឹងខ្ញុំមកសុកចិត្តប្រាប់ពុកម៉ែបងប្អូនឲ្យគាត់តอมចំណីខ្លះបាទហើយចំណែកចាយ័ន្តនៅស្លឹកចេកនេះបាទ
លោកគ្រូរបស់ខ្ញុំគាត់ជាជនគាត់ជាកម្ពុជាក្រោមបាទគ្រូរបស់ខ្ញុំគាត់កម្ពុជាក្រោមបាទគាត់បានទុកយន់ចានៅស្លឹកចេកនេះសម្រាប់ជាបារើមមកដល់ខ្ញុំបាទប៉ុន្តែគួរអនិច្ចាបាទលោកគ្រូរបស់ខ្ញុំបាទលោកបានអនិច្ចធម៌ទៅហើយដោយលោកមានជនមានអាយុ83ព្រះវស្សាបាទដោយរោគាពាទ្យបាទដោយជ្រាពាទ្យបាទដោយជ្រាពាទ្យលោកបានអនិច្ចធម៌ទៅហើយបាទបានបន្សល់ទុកនៅយន់ចាស្លឹកចេកសម្រាប់ជាបារើមមកឲ្យខ្ញុំបាទមួយដល់តែមានន័យថាយើងថាមានន័យយ៉ាងចឹងណាពុកម៉ែបងប្អូនណាបាទអាចជាបាល់បានអញ្ចឹងការដែលឆ្នាំបិទរើមក៏បញ្ចប់ត្រឹមនេះហើយណាក៏សូមអធិស្ឋានបាទរកកំហុសឆ្គងចំពោះពុកម៉ែបងប្អូនបាទអធិស្ឋានដោយសេចក្តីអនុគ្រោះបាទសូមអរគុណសូមជម្រាបលាបាទ